សួស្តីថ្ងៃនេះខ្ញុំមកដល់ខេត្តព្រះសីហនុឆ្នេរអូត្រេសបាទអាកាសធាតុល្អថ្ងៃនេះកម្ដៅក៏ត្រូវមានពពកទៀតហើយខ្យល់ក៏ត្រជាក់ខ្ញុំចង់បញ្ជាក់ឲ្យស៊ីជម្រៅជាមួយនឹងពាក្យការប្រែប្រួលអាកាសធាតុកន្លងមកយើងនិយាយពីការប្រែប្រួលអាកាសធាតុគឺយើងសម្ដៅទៅលើសីតុណ្ហភាពនៃព្រះអាទិត្យទេប៉ុន្តែយោងទៅតាមនិយមន័យនៃអ្នកវិទ្យាសាស្ត្រអ្នកសិក្សាផ្នែកអាកាសធាតុពីអង្គការសហប្រជាជាតិគឺការប្រែប្រួលសីតុណ្ហភាពរយៈពេលយូរក៏ដូចជាការប្រែប្រួលទម្រង់នៃអាកាសធាតុមានដូចជាគ្រោះមហន្តរាយផ្សេងៗហ្នឹងគឺជាមូលហេតុឬក៏ជាកត្តាបូកបញ្ចូលទៅនៅក្នុងនៃការប្រែប្រួលអាកាសធាតុគឺមានដូចជាទឹកឡើងបង្កឲ្យមានរលកស៊ូណាមីបន្ទុះភ្នំភ្លើងរំគ្របជួយដីភ្លើងឆេះព្រៃទាំងអស់នេះគឺជានិយមន័យហើយកត្តាដែលជំរុញឲ្យមានបាតុភូមិនេះកើតឡើងគឺកន្លងមកគឺកើតឡើងពីធម្មជាតិកើតឡើងពីរង្វិលនៃភពផែនដីរបស់យើងប៉ុន្តែក្រោយឡើងមកនេះទោះនៅក្នុងសតវត្សពី1800ក៏មានចលនាសកម្មភាពរបស់មនុស្សរស់នៅយើងនឹងរស់នៅដោយការបង្កើតជាកសិកម្មឧស្សាហកម្មនិងការកាប់ព្រៃឈើឈូសឆាយដីសាងសង់អគារហ្នឹងគឺធ្វើឲ្យមានឥទ្ធិពលយ៉ាងខ្លាំងក្លាដល់បម្រែបម្រួលហ្នឹងគឺដោយសារតែសកម្មភាពអស់ហ្នឹងវាធ្វើឲ្យមានការផ្សាយភាយនៃឧស្ម័នកាបូនិកក៏ដូចជាឧស្ម័នមេតានឬឧស្ម័នផ្សេងៗទៀតដែលវាធ្វើឲ្យមានការប្រែប្រួលខ្លាំងអញ្ចឹងនេះជានិយមន័យដែលចង់ឲ្យអ្នកទាំងអស់គ្នាយល់